Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំសាគូរ៉ាតោះយើងមកបន្តសេះរឿងរបស់យើងទៀតមួយរយៈនេះយើងបានឃើញថាហេហ៊ីគេប្រឹងតាមស៊ើបដំណឹងតាក់ទងជាមួយនឹងមនុស្សស្រីដែលថេហាស្រឡាញ់ខ្លាំងមែនទែនក្រោយពីងូតទឹករួចកូនចៅរបស់គាត់ក៏បានមកប្រាប់ដំណឹងល្អមួយគឺថាឥឡូវហ្នឹងពួកគេអាចរកឃើញនារីម្នាក់ដែលថេហាតែងតែជួបហើយដោយម្នាក់នោះគ្រាន់តែជាមនុស្សស្រីសាមញ្ញម្នាក់ហើយមានអាយុលើថេហា10ឆ្នាំមួយវិញទៀតនាងក៏ធ្លាប់លែងលះប្តីដែរគ្រាន់តែឮហើយគឺថាគៀងហ្មងថេហ៊ីគ្នាខំអង្គុយចាំស្ដាប់ឡើងតំណងនេះដល់តែលឺអញ្ចឹងអប៉ិននឹងអស់សំណើឡើងខ្លាំងថេហ៊ីគិតថាប្អូនរបស់គាត់ហ្នឹងសង្ស័យតែគូក្បាលចូលទឹកឯនេះគិតមើលចាស់ជាង10ឆ្នាំមិនធម្មតាណាអេដែលសំខាន់ណាស់ធ្លាប់មានប្តីទៀតមើលទៅរសនិយមរបស់ថេហាសាហាវជាងប៉ាទៀតយ៉ាងណាមិញសម្រាប់ថេហ៊ីគាត់គិតថាអូនរបស់គាត់ហ្នឹងស្រឡាញ់ម្នាក់ស្រីហ្នឹងមិនបានយូរនោះទេអញច្រើនណា3ខែអស់ល្បើដែរលើបែបនេះកូនចៅរបស់គាត់ក៏បានសួរថាតើឥឡូវហ្នឹងពួកយើងត្រូវស៊ើបពីម្នាក់នោះទៀតអត់អត់ស៊ើបមិនទោះបីជាឥឡូវគាត់មិនទាន់មានកំណត់អីល្អជាងនេះក៏ថេហ៊ីគាត់ចង់ដឹងថាម្នាក់ស្រីហ្នឹងមានមុខមាត់រូបរាងមិនទៅមិនបានថេហាស្រឡាញ់នាងអីខ្លាំងម៉េចកាត់មកមើលថេហាវិញឥឡូវហ្នឹងគាត់ធំនឹកអាចារ្យហេសូទៀតលេងបានហើយគឺគាត់បានមករកនាងដល់កន្លែងធ្វើការតែម្ដងមកដល់ភ្លាមគេធ្វើដោយខ្លួនឯងភ្ញៀវអញ្ចឹងគាត់ក៏បានប្រាប់នាងថាឥឡូវហ្នឹងគាត់ចង់បើកមកបន្ទប់ដំបូងឡើយអាចារ្យគាត់ស្មានតែភ្ញៀវមែនតាតែដល់តែមើលមុខបានដឹងថាប៉ិននឹងសោះហើយពីចប់ពីធ្វើការថេហាក៏បានកំដរនាងត្រឡប់មកផ្ទះវិញពួកគេខានជួបគ្នាឡើង3-4ថ្ងៃហើយដល់តែអញ្ចឹងទៅមានអារម្មណ៍ថាអត់សូវមានអីនិយាយមួយគ្នាមិនទេនេះបាទអាចារ្យរបស់យើងវិញក្នុងចិត្តរបស់គាត់គឺនៅសង្ស័យប៉ិននឹងរហូតនាងក៏បានចាប់អារម្មណ៍ទៅលើការស្លៀកពាក់របស់គេមើលទៅហំហានហើយស្អាតរាល់ថ្ងៃហ្មងនាងថាថេហាធ្វើខ្លួនស្អាតអញ្ចឹងឲ្យអ្នកគេមើលយីសុកមកសួរគេអញ្ចឹងសង្ស័យតែគិតថាគេមានស្រីក្រៅទៀតហ្មងដោយសារតែអត់ចង់ឲ្យនាងបារម្ភច្រើនពេកថេហាក៏បានចាប់អូសនាងទៅកន្លែងល្ងឹតរួចហើយប្រាប់ឲ្យនាងបោះត្រានៅលើករបស់គាត់ទៀតមកបែបនេះគាត់ប្រហែលជាមិនអាចទៅមានអ្នកគេទៀតទេបានតែគេបើកដៃអញ្ចឹងអាចារ្យរបស់យើងគឺបោះត្រាឡើងពេញករបស់គេហ្មងហើយបើថេហាវិញក៏មិនឲ្យខាតដែរលងទៅវិញភ្លាមហ្មងឥឡូវនេះយើងឃើញថារូបរាងរបស់ពីរអ្នកហ្នឹងគឺល្អមើលខ្លាំងសើចសប្បាយសិននៅប្រូចាំមើលស្អែកនឹងអាចារ្យលេខានោះឃើញគាត់នឹងតែគាំងទៀតហ្មងព្រោះអាប៉ិនឹងថ្មីរាល់ថ្ងៃពេកនៅខាងផ្ទះធំឯនេះវិញឥឡូវនេះយើងក៏បានឃើញវត្តមានរបស់អ្នកស្រីបៀមគាត់ហ្នឹងគឺជាម៉ាក់របស់ថេហ៊ីហើយក៏ជាលោកស្រីធំស្របច្បាប់នៅក្នុងត្រកូលមួយនេះដែរបើនិយាយពីអំណាចរបស់គាត់វិញក៏មិនចាញ់លោកម្ចាស់ថេជូដែរបើយើងមើលទៅតាមស្ថានភាពបច្ចុប្បន្ននេះទំនាក់ទំនងរបស់ពួកគាត់មើលទៅមិនស្និទ្ធស្នាលជាមួយនឹងគ្នានោះទេហើយនេះលោកស្រីគាត់មកចង់ប្រាប់ថានៅប្រហែលថ្ងៃទៀតមានកម្មវិធីមួយអញ្ចឹងហើយគាត់ចង់ឲ្យលោកម្ចាស់ទៅចូលរួមជាមួយនឹងគាត់ហើយក្នុងកម្មវិធីនោះគាត់ក៏បានយកថេហ៊ីទៅដែរគាត់ដឹងថាប្រហែលជាលោកម្ចាស់មិនសូវជាចង់ទៅជាមួយនឹងគាត់នោះទេប៉ុន្តែដើម្បីកុំឲ្យបាក់មុខតករបស់ពួកគេហើយក៏មិនចង់ឲ្យអ្នកដទៃគិតថាគ្រួសាររបស់ពួកគេកំពុងតែបែកបាក់គ្នាត្រង់ចំណុចមួយនេះលោកស្រីគាត់គិតថាលោកម្ចាស់ប្រហែលជាយល់ហើយសង្ឃឹមថាមិនលក់មុខគាត់ម្ដងទៀតទេចុះយ៉ាងណាមិញមុននឹងគាត់ចាក់ចេញគាត់ក៏បានផ្ដាំទៅប្រាប់លោកម្ចាស់ថាថេហ៊ីគឺជាកូនប្រុសសំណប់ចិត្តរបស់គាត់តែម្នាក់ហើយនេះបើសិនជាគាត់ធ្វើអ្វីមិនល្អចំពោះថេហ៊ីឬក៏ផ្ដល់ការស្រឡាញ់លំអៀងអីនោះគាត់ប្រកាសជាមានរឿងនិយាយគ្នាជាមួយនឹងនាងឯងហើយចំពោះរឿងដែលថាលោកម្ចាស់ឲ្យថេហាទៅធ្វើការនៅក្រុមហ៊ុននោះគឺគាត់មិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេយើងងាកមកមើលខាងអាចារ្យហេសូឯនេះវិញឥឡូវហ្នឹងនាងនៅតែបន្តរវល់នៅឡើយទេមួយរយៈនេះពិបាករកការងារខ្លាំងមែនតើដល់តែអញ្ចឹងទៅឥឡូវហ្នឹងឲ្យតែមានឱកាសការងារអីគឺនាងហ៊ានសាកធ្វើទាំងអស់ហ្នឹងតាមពិតទៅបើសិនជាហេសូហ៊ានបានខ្ពស់ជាងនេះនាងគិតថាប្រហែលជានាងអាចរកការងារស្រួលដែរបើឥឡូវហ្នឹងការសិក្សារបស់នាងធំតែចាប់ទី12ហ្នឹងអញ្ចឹងទៅកន្លែងខ្លះគឺគេអត់ទទួលនោះទេបើនិយាយពីខំធ្វើការហៅលុយដើម្បីជួលផ្ទះថ្មីនេះហេសូគឺមិនបានប្រាប់ទៅកាន់ថេហានោះទេព្រោះនាងដឹងថាបើសិនជានាងហ៊ានតែប្រាប់គេប្រកាសជាជួយមិនខានហើយវាអាចធ្វើជាបន្ទុកដល់ថេហាទៀតអាចារ្យក៏អត់ចង់ឲ្យថេហាហ្នឹងដើរតាមកន្លងរបស់មីនឈុលនោះទេអើយអត់មានសុំសរសើរអាចារ្យយើងមែនណាគិតម្នាក់ឯងធ្វើម្នាក់ឯងនេះគិតចង់មកដល់ពេលស្អែកឡើងកំឡុងពេលដែលហេសូដើរនៅតាមផ្លូវនាងក៏បានឃើញថាអៃរីក៏បានដើរមកដុំនោះដែរចំណែកអៃរីវិញមើលទៅនាងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងអ្នកផ្ទះរបស់នាងមើលទៅពួកគាត់មិនសូវជាចិត្តមីនឈុលនោះទេហើយក៏បានបង្ខំឲ្យនាងតាក់ទងជាមួយនឹងអ្នកថ្មីទៅក៏ប៉ុន្តែអៃរីមិនព្រមព្រោះនាងគិតថាមីនឈុលហ្នឹងគឺជាមនុស្សល្អសម្រាប់នាងបំផុតហើយចំណែកអាចារ្យហេសូវិញគ្រាន់តែឃើញគេហើយគឺគាត់ផឹងហត់កិច្ចពីកន្លែងហ្នឹងហ្មងនិយាយទៅគាត់ក៏មិនយល់ខ្លួនឯងដែរថាខ្មាស់គេរឿងអីគេតែនៅជាក់ស្ដែងទៅគាត់គឺជាជនរងគ្រោះហើយម្នាក់ស្រីនឹងវិញទេដែលគួរឲ្យខ្មាស់នោះព្រោះថាដឹងតែគេមានប្រពន្ធមានអីហើយនៅតាក់ទងគេទៀតអំឡុងពេលដែលនាងធ្វើលបឡហ្នឹងនាងនោះថេហាក៏បានមកដល់ហើយចាប់នាងចេញពីកន្លែងនោះបដ ாய் ឃើញឲ្យតែមានបញ្ហាដឹងតែលេចមុខអប៉ិនឹងមកហ្មងតែនិយាយអីមកលើកហ្នឹងក៏គេយកតុក្កតាមកដែរហើយគេបាក់ឲ្យលឿនរបស់គេនេះគ្រាន់តែឃើញភ្លាមហេសូក៏ឡើងសប្បាយចិត្តតែក៏បាននឹកទៅដល់ពេលដែលនាងនៅជាមួយនឹងមីនឈុលដែរកាលនោះនៅពេលដែលពួកគេដើរនៅតាមផ្លូវហេសូក៏បានឃើញតុក្កតាខ្លាឃ្មុំមួយដែលគេបោះចោលហើយពេលហ្នឹងវាធំខ្លាំងមែនតើប៉ុន្តែសម្រាប់មីនឈុលវិញឃើញចឹងហើយគាត់មិនសូវជាសប្បាយចិត្តនោះទេគាត់ថែមទាំងបាននិយាយថាហេសូហ្នឹងចាស់ហើយអារបស់តុក្កតាទុកអីនេះបានតែក្មេងៗទេនិយាយទៅពីមុននឹងមួយអាប៉ិតហ្នឹងគ្រប់រសជាតិហ្មងនេះតែឥឡូវហ្នឹងដឹងតែបានធូរទ្រូងហើយពួកអី
មានថេហាមួយគេចេះយល់ចិត្តបន្ទាប់ពីនោះអាចារ្យគាត់ក៏បានចាប់អារម្មណ៍ទៅលើកៅអៅរបស់ថេហាគាត់គិតថាវាមិនសូវសមទេបើសិនជាគាត់ពាក់ម៉ូដនឹងទៅធ្វើការហើយខាអាចារ្យឯងអ្នកទិញឲ្យគេទិញវាទិញហើយប៉ុន្តែមើលពាក់ទៅនឹងស្ទីលហ្មងភ្លាមថេហាក៏បានប្រាប់ទៅកាន់នាងថាថ្ងៃហ្នឹងគាត់អត់ចង់ធ្វើការនោះទេចឹងហើយទើបគាត់គេចមកកន្លែងហ្នឹងហើយគាត់ក៏បានសួរទៅកាន់នាងថាចង់ហត់គេចមួយគាត់ដែរអត់អីហត់មិនអាចារ្យហេសូគាត់ថាមនុស្សធំគេអត់ចេះហត់គេចពីការងារនោះទេនិយាយមិនទាន់ចប់សួរបួផងថេហាក៏បានចាប់លើកនាងហត់បដ ដោយគាត់ថាបើមិនព្រមក៏បានដែរចាំគាត់ចាប់ចម្រិតហ្មងឃើញពីអ្នកនឹងស្វៀតអញ្ចឹងអត់មានអង្គុយញ៉ាំទេណាអត់ចេះនឹកឃើញអាណ10ប្រចាយផងឥឡូវហ្នឹងគ្នាទៅធ្វើការជំនួសគេទៀតហើយថ្ងៃនេះបងស្រីនៅហាងលក់សាច់អាំងឃើញប្រចាយហើយគាត់សប្បាយចិត្តហើយគាត់ក៏បានសុំឲ្យប្រចាយមកធ្វើការនៅកន្លែងហ្នឹងពេញម៉ោងហ្មងទៅព្រោះថាមើលទៅការងាររបស់ប្រចាយល្អហើយស្អាតទៀតធ្វើចឹងមិនកាត់ចាយបើប្រាក់ខែគេអាហៀទេហាឲ្យឡើងច្រើនមុននឹងបើកហាងពួកគេក៏បានទៅជួបបរិយលេងនៅខាងក្រៅសិនបងនឹងត្រូវគ្នាអញ្ចឹងសោះបានឲ្យអាប៉ែនឹងមកធ្វើការរដងគាត់ចេញមកជួបតែម្នាក់ឯងសង្ស័យតែអបសុកហ្មងក្នុងកំឡុងពេលធ្វើការនោះប្រចាយគាត់ក៏បានចាប់អារម្មណ៍ទៅលើមនុស្សមួយក្រុមដោយដឹងថាពួកនឹងមិនសូវស្រួលក៏ពីពួកនឹងញ៉ាំចប់ប្រចាយគាត់ក៏បានសុំអាចារ្យទៅខាងមួយផ្លែតហើយស្មានតែគេមកធ្វើអីតាចេញមកភ្លាមមកវាយពួកនឹងឡើងត្រូហ្មងហើយគាត់ក៏បានសួរទៅកាន់ពួកគេថាតើណាគេអ្នកបញ្ជូនពួកវាមកតែពួកនឹងហឹងក្បាលណាទោះបីជាស្លាប់ក៏មិនប្រាប់ដែរប្រចាយគាត់គិតថាមើលទៅគោលដៅរបស់ពួកគេមិនមែនជាគាត់នោះទេវាអាចជាបូស្ថេហារបស់គាត់ត្រូវជាងងាកមកមើលខាងថេហានេះវិញយើងក៏បានឃើញថាមានគ្នារបស់ពួកគេនឹងកំពុងតែតាមមើលថេហាដូចគ្នាតាមពិតទៅថេហាក៏គាត់ដឹងដែរក៏ប៉ុន្តែគាត់មិនបានធ្វើអ្វីនោះទេព្រោះថាមកពីលើនឹងគាត់កំពុងតែនៅជាមួយនឹងហេសូហើយណាមួយគាត់ក៏គិតថានាងប្រហែលជាមិនដឹងថាពួកនឹងកំពុងតែតាមដានដូចគ្នាតែភ្លាមហេសូក៏បានដឹកដៃគាត់ហើយហត់ចេញពីកន្លែងនឹងឡើងលឿនហ្មងដល់តែអញ្ចឹងទៅថេហាភ្ញាក់ផ្អើលហើយមិននាងដឹងថាមានអ្នកតាមចឹងចំពោះអាចារ្យហេសូវិញនាងគិតថាពួកអស់ហ្នឹងគឺប្រហែលជាពួកមនុស្សអាក្រក់ដែលដាក់ចងការលុយនោះហើយកាលពីមុននាងធ្លាប់ឃើញថេហាលបួសជាច្រើនដងអាហ្នឹងសង្ស័យមកពីពួកអស់ហ្នឹងហ្មងលើកនេះនាងមិនឲ្យគាត់ត្រូវគេវាយទៀតនោះទេខ້ອຍពីហត់បានមួយសបកនាងសង្កេតឃើញថាអត់ឃើញមានពួកហ្នឹងមកម្ដុំនេះទៀតនោះទេប៉ុន្តែយ៉ាងណាដើម្បីសុវត្ថិភាពពួកគេត្រូវទៅរកហាងកន្លែងណាឲ្យមានមនុស្សសិនប៉ុន្តែក្រោយមកពួកគេក៏បានចូលមកដល់ក្នុងហាងមួយហើយអាចារ្យក៏អត់មានមើលណាថាហាងនឹងហាងអីគេភ្លាមថេហាក៏បានសួរទៅកាន់នាងថាតើមកកន្លែងហ្នឹងដើម្បីអីអាចារ្យក៏ថាមកហ្នឹងមកទិញរបស់ពួកអីនាងខ្ជិលប្រាប់ថាមានបញ្ហាអីខ្លាចគ្នាខ្លាចបើថេហាវិញក៏មានខ្វល់រឿងនឹងណាគាត់ខ្វល់រឿងហាងដែលពួកគេកំពុងតែចូលនេះគាត់ចង់ដឹងថាអាចារ្យចូលមកហ្នឹងទិញអីគេដែរហើយមានគាត់មួយលើប៉ុណ្ណាណៃឯហ្នឹងអត់គ្រប់ទៀតមែនដល់តែលើសំណួរនេះហើយបានអាចារ្យគាត់ចាប់អារម្មណ៍តាមពិតទៅហាងនេះគឺជាហាងលក់របស់លេងរបស់មនុស្សធំដល់តែអញ្ចឹងទៅកាំងបដ ாய் មុននឹងអាឡ័យតែបញ្ញាពេកពេលហ្នឹងល្អមកមុខអាចារ្យរបស់យើងហ្មងអាចិត្តមួយចង់ប្រាប់ការពិតដល់គេហើយប៉ុន្តែចិត្តមួយទៀតក៏អត់វិញដល់តែអញ្ចឹងទៅមានអីមានតែបដ ாய் តាមនឹងហ្មងទៅហើយបើថេហាវិញគ្នាប្រឹងទប់សើចចង់ងាប់ហើយបន្ទាប់ពីនោះអាចារ្យសូគាត់ក៏ប្រឹងដើរមើលជុំវិញហ្នឹងមើលខៃឡូមានអាណាតំណងរៀងធម្មតាអីអាចទិញបានអញ្ចឹងប៉ុន្តែហាងហ្នឹងសាហាវខ្លាំងហ្មងស្អីក៏មានដែរគ្រប់បែបគ្រប់យ៉ាងដើរពីកន្លែងមួយទៅកន្លែងមួយកាន់តែកាំងខ្លាំងជាងមុនបន្ទាប់ពីនោះអាចារ្យក៏បានកន្លែងទៅឃើញច្បាក់ហើយសុទ្ធតែមានខ្នោះមានអីទៀតរបស់អីក៏តំណងគួរឲ្យខ្លាចមែននេះតែនិយាយគ្រាន់តែឃើញអាចង្វាក់នឹងហើយអាចារ្យគាត់សម័យថាពេលអត់កោតហ្មងអៀននេះណាប៉ុន្តែសម័យរូបភាពចេញទៀតហើយពីមើលចុះមើលឡើងអស់មួយសបកអាចារ្យគាត់ក៏បានទៅឃើញរបស់មួយអញ្ចឹងទៅនាងក៏សម្រេចចិត្តថាយកមួយនឹងហើយចំណែកថេហាវិញគាត់នៅចំអន់គេទៀតគាត់ថាតាំងពីដើមមកគាត់មិនដែលគិតថានាងជាចិត្តរបស់ចឹងទេសំខាន់ណាស់និយាយបដាសើចបដាទៀតដល់តែអញ្ចឹងទៅអាចារ្យគាត់ខឹងបដាយហំជួយនាំរត់កុំឲ្យមានគ្រោះថ្នាក់ដល់តែពេលឥឡូវមកឈរសើចគេភ្លាមគាត់ក៏បានដើរចេញហើយទៅយកអាខ្នោះដៃមួយទៀតគាត់ថាគាត់ដឹងតែទិញអានេះទៅមួយទៀតដែរដោយសារតែថេហានឹងខូចពេកអញ្ចឹងទៅយកទៅធ្វើទិរណកម្មចេញម្ដងមិនបានហើយទិញអត់បោះសាយដៃចាប្រយ័ត្នតែពេលអត់ត្រូវបើថេហាវិញនិយាយពីញឹមស្រស់បានគេចូលចិត្តអញ្ចឹងអីនិយាយពីសប្បាយចិត្តហ្មងខូចពីចេញពីហាងមួយនោះអាចារ្យគាត់នៅតោកដៃថេហាហត់ឡើយទេហើយសំខាន់ណាស់ឥឡូវនឹងមានភ្លៀងធ្លាក់ទៀតនិយាយពីថាអើតលើមនៅក្បែរអញ្ចឹងនឹងប៉ុន្តែដល់ទៅពេលអញ្ចឹងទៅថេហាគាត់មានអារម្មណ៍ថាសប្បាយលេងដែរតែគាត់គិតថាបើសិនជាឥឡូវនឹងកំពុងតែមានគេតាមសម្លាប់ឬក៏មានបញ្ហាធំប៉ុណ្ណាក៏ដោយក៏គាត់នៅតែសប្បាយចិត្តដែរពួកអីបានអាចារ្យរបស់យើងមើលថែភ្លាមថេហាក៏ចាប់ផ្ដើមអួយទៀតហើយសុទ្ធតែនិយាយថាឥឡូវហ្នឹងគេខ្លាចដល់តែអញ្ចឹងទៅអាចារ្យក៏បាននាំគេចូលហាងការ៉ាអូខេមួយដែលនៅក្បែរនោះណាមួយនាងគិតថាមនុស្សមួយក្រុមនោះប្រហែលជាមិនទាន់ទៅណាឆ្ងាយនោះទេហើយបើពួកគេត្រឡប់ទៅផ្ទះឥឡូវហ្នឹងដឹងតែមានគ្រោះថ្នាក់ហ្មងហើយពីចូលមកដល់ខាងក្នុងនាងចាប់អារម្មណ៍ឃើញថាហាងមួយនេះស្ងាត់ខ្លាំងមែនតើភ្លាមថេហាក៏បានសួរទៅកាន់នាងថាហេតុអីបានជានាងដឹងថាមានពួកហ្នឹងមកតាមគាត់ប៉ុន្តែអាចារ្យក៏អត់ឆ្លើយនោះទេគាត់សុំសួរមួយសំណួរវិញសិននាងចង់ដឹងថាតើថេហាហ្នឹងគឺជាប្រុសដែលគេចិញ្ចឹមមែនម៉ែគាត់ទៅលើសំណួរនេះហើយគ្នាឡើងគាំងហ្មងគាត់មិននឹកស្មានថាអាចារ្យហេសូគាត់ដល់គាត់ថ្នាក់ហ្នឹងឯណាប៉ុន្តែគាត់មិនបានខឹងជាមួយនឹងនាងនោះទេហើយថែមទាំងសួរទៀតថាបើសិនជាគាត់ជាប្រុសលក់ខ្លួនមែនណានាងទិញគាត់អត់បើ
បន្ទាប់ពីនោះគាត់ក៏បាននិយាយបន្ថែមថាគាត់មិនដឹងថានាងជឿគាត់ឬក៏អត់ទេប៉ុន្តែនាងគឺជាមនុស្សទី1របស់គាត់ឬបែបនេះហេសូគាត់រៀងកាំងដែរហ្នឹងហើយគាត់ក៏បាននិយាយថាកុំនិយាយអញ្ចឹងអីសម្រាប់មនុស្សប្រុសគេចូលចិត្តលើអាពាក្យមួយហ្នឹងប៉ុន្តែមនុស្សស្រីវិញណែហៅនិយាយតទៀតឯហ្នឹងប៉ុន្តែខ្លួនឯងអញ្ចឹងមែនព្រាមនាងក៏បានសួរទៅកាន់គាត់ថាតើនេះគឺជាលើកទី1មែនដែលគាត់ថើបគ្នានៅកន្លែងខារ៉ាអូខេអញ្ចឹងថេហាក៏បានឆ្លើយថាហ្នឹងហើយតាមពិតទៅអាហ្នឹងមិនមែនជារឿងទី1ដែលថេហាគាត់ធ្វើនោះទេនៅមានរឿងជាច្រើនទៀតដែលគាត់ទៅតែបានធ្វើហើយមិនទាន់បានប្រាប់ហេសូគឺគាត់មិនដែលចូលហាងលក់សម្ភារៈមនុស្សធំជាមួយនឹងមនុស្សស្រីនោះទេគាត់ក៏មិនដែលទិញអារបស់នឹងដែរមួយទៀតកាលពីមុនគាត់ក៏មិនដែលចង់បានរបស់អ្នកដទៃហើយក៏មិនដែលស្អប់ណាគេរហូតដល់ចង់សម្លាប់គេដែរនិយាយទៅបន្ទាប់ពីស្គាល់អាចារ្យហេសូមកគឺគាត់បានធ្វើរឿងថ្មីៗក្នុងជីវិតច្រើនខ្លាំងមែនទែនទោះបីជាហេសូធ្លាប់យំដោយសារគេហើយគេក៏បានលះបង់គ្រប់យ៉ាងដើម្បីនាងប៉ុន្តែសម្រាប់ក្តីស្រឡាញ់ដែលគាត់មានចំពោះនាងវិញគឺគាត់សុខចិត្តធ្វើជាអ្នកស្រក់ទឹកភ្នែកហើយក៏ជាអ្នកលះបង់គ្រប់យ៉ាងដើម្បីនាងដែរដូច្នេះហើយគាត់សុំតែម្យ៉ាងទេគឺកុំឲ្យតែនាងបោះបង់គាត់ចោលហើយស្រឡាញ់គាត់ឲ្យខ្លាំងជាងនេះបន្ទាប់មកគាត់នឹងយកព្រមឲ្យអ្វីគ្រប់យ៉ាងរបស់គាត់ជាលើកដំបូងទៅឲ្យនាងទាំងអស់